ចាប់ពីថ្ងៃទី1ខែមករាដល់ថ្ងៃទី18ខែមេសាឆ្នាំ2020សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានចំនួន3055ករណីនិងខុតខ្លួនមនុស្សពាក់ព័ន្ធចំនួន6111នាក់ស្រី364នាក់ជនបរទេស87នាក់មាន7ជាតិសាសន៍នេះបើតាមរបាយការណ៍ដែលផ្សព្វផ្សាយដោយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD របាយការណ៍ដដែលបានដឹងថាក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀននេះសមត្ថកិច្ចដកហូតបានសារធាតុញៀនគ្រប់ប្រភេទចំនួន128គីឡូ830.47ក្រាមនិង383កញ្ចប់តូចកញ្ឆា77708ដើមនិង225គីឡូ237.9ក្រាមនិងសម្ភារៈចាប់យករួមមានរថយន្ត16គ្រឿងម៉ូតូ657គ្រឿងទូរស័ព្ទ1943គ្រឿងចិញ្ចៀង128គ្រឿងអាវុធខ្លី3ដើមនិងអាវុធវែងចំនួន8ដើមផងដែរ